អ្វីដែលខ្ញុំនឹងបង្ហាញនៅពេលនេះជាលទ្ធផលបន្ទាប់បន្សំខ្លះនៃការចម្រើនកម្មដ្ឋានតាក់ទងទៅនឹងជំងឺផ្លូវកាយនិងផ្លូវចិត្តនេះមិនមែនជាពេលបង្ហាញនៅអភូតហេតុដូចជាហោះហើរដើរលើអាកាសឬដើរលើទឹកដែលវាអត់មានផលប្រយោជន៍ដោយផ្ទាល់ដល់មនុស្សទូទៅនោះទេប៉ុន្តែបើសិនជាជំងឺផ្លូវកាយនិងជំងឺផ្លូវចិត្តរបស់មនុស្សវិញអាចជំរុះចេញបានតាមរយៈការចម្រើនកម្មដ្ឋាននោះទើបជាអ្វីដែលយើងគួរតែគិតពិចារណាយោងតាមរបៀបគិតរបស់ពុទ្ធសាសនិកគឺគ្រប់អំពើមិនថាដោយកាយក្តីដោយវាចាក្តីដោយចិត្តក្តីបានបង្កើតនិងបានបន្សល់នៅកម្លាំងនៃកម្មដែលយើងហៅថាសង្ខារដែលនឹងក្លាយទៅជាគណនីចំណាយឬគណនីចំណូលនៃបុគ្គលម្នាក់ៗអាស្រ័យទៅតាមគោលបំណងល្អឬអាក្រក់របស់គេផ្ទាល់អ្វីដែលយើងមើលមិនឃើញនៅភ្នែកទទេនោះយើងហៅថាសង្ខារគឺជាផលនៃចិត្តដែលមានទំនាក់ទំនងទៅនឹងកម្មនីមួយៗវាអត់មានធាតុបន្ថែមទេសកលលោកទាំងមូលគ្របដណ្ដប់ដោយកម្លាំងកម្មនៃសត្វទាំងអស់យើងជឿថាទ្រឹស្ដីដែលទាញចេញពីជីវិតជាក់ស្ដែងមានប្រភពដើមមកពីកម្លាំងទាំងនោះហើយបុគ្គលគ្រប់រូបបន្តបញ្ចូលនៅកម្លាំងនៃកម្មរបស់គេផ្ទាល់ហើយជាមួយគ្នានោះញ៉ាំងឲ្យកើតនៅកម្លាំងកម្មថ្មីដោយកាយវាចានិងចិត្តបង្កើតបានជីវត្តជីវិតហើយបន្តអត់ដាច់ដោយសភាពប្រែប្រួលចុះឡើងសេរីនៃចលនាភពនិងរំញ័រក៏ជាសញ្ញាណរបស់វាដែរចូលយើងយកកម្លាំងកម្មល្អជាវិជ្ជមាននិងកម្លាំងកម្មអាក្រក់ជាអវិជ្ជមានដូច្នេះយើងទទួលបាននៅអ្វីដែលហៅថាប្រតិកម្មជាវិជ្ជមាននិងជាអវិជ្ជមានតែកើតមាននៅគ្រប់ទីកន្លែងក្នុងសកលលោកនេះវាមាននៅក្នុងវត្ថុមានជីវិតឥតជីវិតមាននៅក្នុងរូបខ្ញុំមាននៅក្នុងរូបអ្នកនិងមាននៅក្នុងរូបសពសត្វទាំងអស់ដែលមានជីវិតកាលណាគេយល់គំនិតនេះតាមរយៈវគ្គសិក្សាកម្មដ្ឋានត្រឹមត្រូវគឺគេដឹងធម្មជាតិតាមសភាពពិតរបស់វាជាមួយនឹងការដឹងនៅសច្ចៈនៃអនិច្ចាទុក្ខានិងអនត្តាគេបានចម្រើននៅអ្វីដែលយើងហៅថាពន្លឺចែងចាំងនៃនិព្វានធាតុនិព្វានធាតុគឺជាធម្មពលបំបត្តិចេញនៅភាពមិនបរិសុទ្ធឬពឹសពុលទាំងអស់ដែលវាជាផលនៃកម្មអាក្រក់ជាប្រភពនៃជំងឺផ្លូវកាយនិងជំងឺផ្លូវចិត្តរបស់គេដូចគ្នានេះដែរប្រេងឥន្ធនៈត្រូវបានដុតដោយឆេះអស់ចំហេះយ៉ាងណាមិញកម្លាំងអវិជ្ជមានភាពមិនបរិសុទ្ធឬពឹសពុលនានានៅក្នុងខ្លួនក៏ត្រូវបានលុបបំបាត់ដោយនិព្វានធាតុដែលគេបង្កើតដោយការដឹងពីសច្ចៈនៃអនិច្ចាក្នុងវគ្គសិក្សាកម្មដ្ឋានក៏យ៉ាងនោះដែរដំណើរនៃការបំបត្តិនេះគួរប្រព្រឹត្តទៅរហូតដល់ពេលដែលចិត្តនិងកាយបានសម្អាតឲ្យជ្រះអស់នៅភាពមិនបរិសុទ្ធឬគ្រឿងពុលទាំងអស់ចេញទាំងស្រុងក្នុងចំណោមអ្នកដែលបានចូលរួមវគ្គសិក្សាកម្មដ្ឋានក្នុងមជ្ឈមណ្ឌលមានអ្នកខ្លះមានជំងឺដូចជាឡើងឈាមរបេងឈឺក្បាលប្រកាំងឈាមកកស្ទះសរសៃឈាមជាដើមគេអាចចាកចេញពីជំងឺទាំងអស់នេះដោយសារតែវគ្គសិក្សា10ថ្ងៃនេះបើគេរក្សាការដឹងអនិច្ចាហើយចូលរួមវគ្គសិក្សាវែងតទៅទៀតនៅក្នុងមជ្ឈមណ្ឌលនោះការវិវត្តនៃជំងឺទាំងអស់នឹងរលាយឬគល់ទាំងអស់ក្នុងពេលណាមួយជាមិនខានអ្វីៗដែលជាឫសគល់នៃជំងឺផ្លូវកាយនិងផ្លូវចិត្តរបស់គេគឺជាសមុទយៈបាតុភូតនៃការកកើតឡើងហើយគេអាចបំបត្តិសមុទយៈនេះចេញបានដោយនិព្វានធាតុដែលគេបង្កើតក្នុងការចម្រើនកម្មដ្ឋានរបស់ពុទ្ធសាសនិកពិតប្រាកដគឺយើងមិនបែងចែកភាពខុសគ្នារវាងជំងឺនេះ
ឬជំងឺនោះឡើយភាពជាក់ស្ដែងមួយនៃការចម្រើនកម្មដ្ឋានគឺសមុទយៈបហទេវៈដែលមានន័យត្រង់ថាដើម្បីបំបត្តិហេតុនៃទុក្ខមានការកត់សម្គាល់ឲ្យប្រុងប្រយ័ត្នដ៏សំខាន់មួយនៅត្រង់នេះកាលណាគេបានចម្រើននិព្វានភាពឥទ្ធិពលនៃនិព្វានធាតុទៅលើភាពមិនបរិសុទ្ធនិងគ្រឿងពុះពុលនានានៅក្នុងខ្លួនគេនឹងបង្កើតនៃប្រភេទនៃការផ្លាស់ប្ដូរដែលត្រូវតែរងនៅការឈឺចាប់ការផ្លាស់ប្ដូរនេះមានទំនោរបង្កើតនៅប្រតិកម្មនៃការបញ្ចេញកម្ដៅការកកិតនិងភាពញ័រញ័រនៃភាគល្អិតតូចៗនៃអាតូមក្នុងកាយរបស់គេទាំងអស់នេះនឹងប្រែទៅជាកម្លាំងយ៉ាងខ្លាំងដូច្នេះហើយគេនឹងមានអារម្មណ៍ប្រៀបបានថារាងកាយរបស់គេគ្រាន់តែជាធម្មពលនៃចរន្តអគ្គិសនីនិងជាគំនូរនៃទុក្ខតែប៉ុណ្ណោះក្នុងករណីនៃអ្នកដែលមានជំងឺដូចបានរៀបរាប់ខាងលើឥទ្ធិពលនៃប្រតិកម្មនេះនឹងកាន់តែមានទំហំខ្លាំងជាងហើយនៅពេលខ្លះវាសើតែផ្ទុះចេញមកក្រៅទោះជាយ៉ាងណាក៏ដោយបើគេអត់ធ្មត់បានគេប្រែជារស់នៅដោយប្រឈមនឹងហេតុការណ៍ថាការផ្លាស់ប្ដូរកំពុងតែកើតឡើងក្នុងខ្លួនរបស់គេដើម្បីឲ្យខ្លួនគេបានប្រសើរជាងមុនហើយភាពមិនបរិសុទ្ធទាំងអស់នឹងចុះថយបន្តិចម្ដងហើយដូច្នេះគេដំណើរការទៅយឺតប៉ុន្តែគេនឹងចេញផុតពីជំងឺទាំងអស់នោះយ៉ាងពិតប្រាកដសប្តាហ៍ថ្ងៃនេះមនុស្សជាតិកំពុងតែប្រឈមមុខនឹងជាមួយគ្រោះថ្នាក់នៃជាតិពុលរបស់សកម្មភាពវិទ្យុសកម្មបើជាតិពុលទាំងនោះត្រូវបានបឺតស្រូបយកលើសពីកម្រិតអតិបរមានៃកំហាប់ដែលអនុញ្ញាតនោះគេនឹងធ្លាក់ចូលនៅក្នុងរង្វង់គ្រោះថ្នាក់ខ្ញុំមានជំនឿយ៉ាងជឿជាក់ថានិព្វានធាតុដែលបុគ្គលម្នាក់ៗបានចម្រើនតាមរយៈការចម្រើនកម្មដ្ឋានរបស់ពុទ្ធសាសនិកពិតប្រាកដជាធម៌ពលមួយដែលមានកម្លាំងខ្លាំងល្មមដើម្បីបំបត្តិចោលនៅជាតិពុលនៃសកម្មភាពរបស់វិទ្យុសកម្មនានាបើជាតិពុលទាំងនោះមាននៅក្នុងខ្លួនរបស់បុគ្គលនោះមែន